តាសត្វអណ្ដើកឃ្លោងមានប្រវត្តិនិងមានអត្ថន័យយ៉ាងដូចម្តេចទៅនឹងព្រះរាជសម្បត្តិរបស់ព្រះរាជវង្សានុវង្សពីបុរាណកាលអណ្ដើកឃ្លួងឬអណ្ដើកសរសៃជាប្រភេទឧរង្សសត្វមានឈ្មោះជាភាសាអង់គ្លេស Southern River Terrapin Royal Turtle និងឈ្មោះវិទ្យាសាស្ត្រ Betager affinis អណ្ដើកឃ្លួងឬហៅថាអណ្ដើកសរសៃជាប្រភេទអណ្ដើកទឹកសាបដែលមានមាឌធំអណ្ដើកឃ្លួងញីមានទំហំស្នូករហូតដល់ 62.5 សង់ទីម៉ែត្រមានផ្ទៃពណ៌ប្រផេះឬខ្មៅទាំងអស់ប្រភេទសត្វនេះអាចបន្តពូជបាននៅអាយុចន្លោះពី14ឆ្នាំដល់25ឆ្នាំខណៈអណ្ដើកឃ្លួងឈ្មោលអាចមានទំហំស្នូក49សង់ទីម៉ែត្រមានភ្នែកពណ៌លឿងថ្លាច្រមុះផ្លាំងអណ្ដើកឃ្លួងមានម្រាមជើងមុខធំជាប់ស្បែកដូចជើងទាមានក្រញាំជើង4ខុសប្លែកពីអណ្ដើកផ្សេងទៀតដែលមានក្រញាំ5សត្វនេះអាចរស់នៅក្នុងទឹកភ្លាវទឹកសាបលីទឹកសមុទ្រតាមពាមតាមព្រែកដែលហូរចាក់ទៅក្នុងសមុទ្រមានដើមកោងកាងដើមចាក់និងរុក្ខជាតិផ្សេងដុះតាមមាត់ច្រាំងអណ្ដើកឃ្លួងអាចរស់បានរហូតដល់អាយុជាង100ឆ្នាំឡើងទៅអណ្ដើកឃ្លួងជាប្រភេទសត្វកម្រដែលជិតផុតពូជដូចពស់ខ្លាឃ្មុំខ្មៅអាស៊ីដំរីអាស៊ីនិងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើមយោងតាមឧបសម្ព័ន្ធទី3នៃព្រះរាជក្រឹត្យលេខនៅស្រកត0305 ចុះថ្ងៃទី21ខែមីនាឆ្នាំ2005ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ចូលឲ្យអណ្ដើកឃ្លួងជាសត្វនិមិត្តរូបតំណាងឲ្យជាតិកម្ពុជាមូលហេតុដែលនាំឲ្យទៅដល់ការដាក់ឈ្មោះអណ្ដើកប្រភេទនេះថាអណ្ដើកឃ្លួងដោយមានប្រវត្តិពីបុរាណដំណើរថានៅក្នុងប្រទេសកម្ពុជាកាលពីបុរាណអណ្ដើកឃ្លួងមានប្រវត្តិជាប្រភេទអណ្ដើកដែលត្រូវបានការពារដោយព្រះរាជក្រឹត្យដោយបានចាត់ទុកជាព្រះរាជសម្បត្តិរបស់ព្រះរាជវង្សានុវង្សម្យ៉ាងវិញទៀតកាលពីដើមឡើយតាមរយៈនៃការចាប់និងប្រមូលពងដោយប្រជាពលរដ្ឋដើម្បីយកទៅថ្វាយព្រះមហាក្សត្រនិងគ្រួសារព្រះរាជវង្សនិងដោយឃើញរូបរាងស្អាតនិងការស្រឡាញ់ពេលនោះព្រះមហាក្សត្រក៏បានដាក់ព្រះរាជបញ្ជាឲ្យមានការយាមកាមនិងការពារចំពោះអណ្ដើករហូតដល់ប្រជារាស្ត្រហៅអណ្ដើកប្រភេទនេះថាអណ្ដើកឃ្លួងតរហូតមកដល់សប្តាហ៍ថ្ងៃនេះក្រោយមកប្រជាជនខ្មែរដែលបានជួបប្រទះឬចាប់បានអណ្ដើកឃ្លួងភាគច្រើនតែងតែយកមកលាងសម្អាតលាបប្រេងម្សៅនិងនិមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តីសុខរួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញក្នុងអំឡុងទសវត្សរ៍80និង90គេជឿថានៅក្នុងប្រទេសកម្ពុជាអណ្ដើកឃ្លួងបានផុតពូជទៅហើយប៉ុន្តែក្នុងឆ្នាំ2000ក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ Wildlife Conservation Society WCS ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានសហការជាមួយរដ្ឋបាលជលផលកម្ពុជាបានរកឃើញវត្តមានសត្វអណ្ដើកឃ្លួងនេះឡើងវិញនៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងលោកសោមស៊ីថាប្រធានគម្រោងនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឲ្យដឹងថាអណ្ដើកឃ្លួងជាប្រភេទសត្វស៊ីរុក្ខជាតិនិងផ្លែឈើជាអាហារមានដូចជាផ្លែអំពូរុក្ខជាតិមានដុះច្រើនតាមមាត់ព្រែកក្នុងព្រែកស្រែអំបិលខេត្តកោះកុងត្រកួនផ្លែឈើសណ្ដែកបណ្ដុះផ្លែល្វាផ្លែជម្ពូរុក្ខជាតិក្នុងទឹកនានាដូចជាកំប្លោកនិងចកជាដើមព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាលដែលអាចរកបានផ្សេងទៀតផងដែរម្ដងម្កាលប្រភេទសត្វកម្រនេះក៏ស៊ីចំណីជាសាច់ដូចជាបង្កងបង្គាជាដើមផងដែរដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងបានបង្កាត់និងផ្ញើកូនអណ្ដើកឃ្លួងបានចំនួនជាង450ក្បាលដែលបច្ចុប្បន្នស្ថិតក្នុងការចិញ្ចឹមនិងថែបំប៉នរបស់មជ្ឈមណ្ឌលខណៈអណ្ដើកឃ្លួងវ័យជំទង់ចំនួន147ក្បាលដែលមានសុខភាពល្អត្រូវបានលែងឲ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយលោកស៊ីថាបានលើកឡើងយ៉ាងដូចនេះថាមជ្ឈមណ្ឌលនឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការងារបង្កាត់ផ្ញើថែបំប៉ននិងលែងវាឲ្យចូលទៅរស់នៅក្នុងធម្មជាតិវិញឲ្យបានកាន់តែច្រើនតាមតែអាចធ្វើបានសូមបញ្ជាក់ថាមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ2016ក្រោមគម្រោងអភិរក្សអណ្ដើកឃ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS សហការជាមួយរដ្ឋបាលជលផលអង្គការ Mende Nature នៃប្រទេសសិង្ហបុរីនិងក្រោមជំនួយថវិកាពីម្ចាស់ជំនួយនានាជាច្រើនមានដូចជាសហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ As Forest Service Rainforest Trust Turtle Survival Alliance និងម្ចាស់ជំនួយឯកជននានាផ្សេងទៀតបច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលមានអណ្ដើកឃ្លួងសរុបចំនួន154ក្បាល